សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលីណាមកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិដែលសិក្សាជំនាញ IR នៅឆ្នាំទី3ហើយថ្ងៃនេះផងដែរពួកយើងនឹងមានកិច្ចពិភាក្សាអំពីប្រធានបទមួយដែលនិយាយអំពីការទំនាក់ទំនងការចោះដីធ្លីកម្មសិទ្ធិឯកជននៅកម្ពុជានិងការប្រើប្រាស់ចំណីផ្លូវថ្នល់ដែលខុសច្បាប់នៅរាជធានីភ្នំពេញដើម្បីធ្វើឲ្យប្រធានបទយើងកាន់តែមានការស៊ីជម្រៅហ្នឹងខ្ញុំក៏មានមិត្តសិស្សយើងចំនួន2នាក់ដែលគាត់មកធ្វើការបកស្រាយនៅប្រធានបទរបស់យើង Let's go Hello បងថ្ងៃនេះខ្ញុំមានចម្ងល់ដើម្បីចោទសួរទៅកាន់ពួកបងអំពីប្រធានបទរបស់យើងដែលជាបងខ្ញុំចង់សួរទៅបងដើម្បីធ្វើឲ្យយើងមានការយល់ដឹងអំពីការប្រើប្រាស់ចំណីផ្លូវថ្នល់ហ្នឹងតែយើងត្រូវធ្វើដោយមិនដាច់ខ្លះដូច្នេះហើយដើម្បីឲ្យយើងកាន់តែមានការយល់ដឹងអំពីប្រធានបទនេះខ្ញុំក៏មានសំណួរចោទសួរទៅកាន់បងដែរថាតើបងអាចបកស្រាយអំពីកម្រិតនៃការប្រើប្រាស់ចំណីផ្លូវនៅរាជធានីភ្នំពេញបានឬទេអរគុណបងសម្រាប់សំណួរអញ្ចឹងជាដំបូងខ្ញុំត្រូវយល់ថាផ្លូវថ្នល់មានតួនាទីសំខាន់ណាស់សម្រាប់ការធ្វើដំណើរក្នុងការដឹកជញ្ជូននិងការតភ្ជាប់ទៅតំបន់នានាផ្សេងទៀតអញ្ចឹងប៉ុន្តែការប្រើប្រាស់ផ្លូវថ្នល់នោះមិនមានន័យថាយើងប្រើវាដោយតាមតែចិត្តយើងចង់ប្រើទេអញ្ចឹងយើងត្រូវប្រើប្រាស់នឹងឲ្យមានដែនកំណត់ហើយនឹងត្រូវតាមច្បាប់ដែលបានចែងមកនឹងមិនត្រូវប៉ះពាល់សុវត្ថិភាពឬក៏សិទ្ធិរបស់អ្នកប្រើប្រាស់ផ្លូវថ្នល់ដទៃទៀតទេអញ្ចឹងកម្រិតនៃការប្រើប្រាស់ផ្លូវថ្នល់ទី1គឺការប្រើប្រាស់ផ្លូវសម្រាប់ធ្វើចរាចរណ៍អញ្ចឹងយើងដូចដឹងឯងក្នុងការប្រើប្រាស់ផ្លូវសម្រាប់ធ្វើចរាចរណ៍សម្រាប់អ្នកបើកបរម៉ូតូរថយន្តអ្នកជិះកង់និងអ្នកថ្មើរជើងត្រូវប្រើប្រាស់ផ្លូវតាមច្បាប់និងពួកគេត្រូវគោរពស្លាកសញ្ញាឬក៏ភ្លើងសញ្ញាលឿនកំណត់ដែលច្បាប់បានចែងមកនៅបទបញ្ញត្តិផ្សេងៗដើម្បីធានាសុវត្ថិភាពនៅលើដងផ្លូវទាំងអស់គ្នាហើយទី2គឺការប្រើប្រាស់ផ្លូវសម្រាប់ការងារសាធារណៈដូចជាក្នុងករណីខ្លះផ្លូវអាចប្រើប្រាស់បានសម្រាប់ការជួសជុលផ្លូវការដាក់បំពង់ទឹកការប្រើប្រព័ន្ធលូអគ្គិសនីឬក៏ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងការជួសជុលផ្លូវតាមសាធារណៈផ្សេងៗហ្នឹងប៉ុន្តែការងារទាំងនេះត្រូវមានការអនុញ្ញាតពីអាជ្ញាធរឬក៏សមត្ថកិច្ចត្រូវមានវិធានការក្នុងការសុវត្ថិភាពដូចជាដាក់សញ្ញាព្រមានឬក៏របាំងការពារដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរដែលមើលអត់ដឹងថានៅមុខមានការឋានកំពុងសាងសង់អ្វីផ្សេងៗអញ្ចឹងទី3គឺការប្រើប្រាស់ផ្លូវដែលមិនត្រូវបានអនុញ្ញាតអញ្ចឹងការប្រើប្រាស់ផ្លូវដែលមិនត្រូវបានអនុញ្ញាតហ្នឹងយើងអាចឃើញជាក់ស្ដែងដូចជាការដាក់តុកៅអីទំនិញឬក៏សម្ភារៈផ្សេងៗហ្នឹងនៅលើតាមដងផ្លូវដែលគេកំពុងធ្វើដំណើរហ្នឹងហើយនឹងចំណីផ្លូវការយកធ្វើជាកន្លែងលក់ដូរឬក៏ការសាងសង់សំណង់រំលោភចូលផ្លូវដែលគ្មានការអនុញ្ញាតហើយការប្រើប្រាស់ហ្នឹងធ្វើឲ្យផ្លូវហ្នឹងចង្អៀតហើយបង្កការកកស្ទះជាពិសេសអាចបង្កគ្រោះថ្នាក់ដល់អ្នកថ្មើរជើងនិងអ្នកបើកបរដទៃទៀតដែលគេអត់ដឹងអញ្ចឹងឧទាហរណ៍មួយបើសិនបើអាជីវករហ្នឹងយកចិញ្ចើមផ្លូវហ្នឹងយកមកដាក់តុកៅអីសម្រាប់អតិថិជនរបស់គាត់ក្នុងការហូបចុកឬក៏អីផ្សេងៗអញ្ចឹងអ្នកថ្មើរជើងហ្នឹងអាចមានកន្លែងដើរសម្រាប់ថ្មើរជើងអីអញ្ចឹងត្រូវចុះមកដើរលើផ្លូវអញ្ចឹងពេលម៉ូតូជិះមកអាចនឹងអត់ឃើញចង់អាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗដែលយើងអាចមើលឃើញបានអរគុណបងចាំបងអាចបន្ថែមបានអត់ថាបើសិនជាយើងមានការរំលោភបំពានចំណីផ្លូវហ្នឹងតើពួកគាត់អាចនឹងជួបបញ្ហាអ្វីខ្លះបងអាចរៀបរាប់បានអត់ខ្ញុំបានលើកឡើងវិញអញ្ចឹងយើងអាចបង្កគ្រោះថ្នាក់ច្រើនខ្លាំងតែអាចអ្នកខ្លះអាចបាត់បង់ដល់ជីវិតឬក៏គ្រោះថ្នាក់ធ្ងន់ធ្ងរអាចនឹងចូលពេទ្យឬក៏បាក់ដៃបាក់ជើងផ្សេងៗតាមតែការធ្ងន់ឬមួយក៏តិចចាអរគុណមកសម្រាប់ចម្លើយដែលយើងបានដឹងចឹងថាបើសិនជាយើងមានការរំលោភបំពានលើចំណីផ្លូវផ្សេងៗអាហ្នឹងវាអាចចោទជាបញ្ហាចម្បងជាច្រើនខ្លាំងមែនទែនព្រោះថាយើងអត់បានធ្វើការគោរពតាមច្បាប់ដែលគេបែងចែកផ្លូវប៉ុណ្ណាសម្រាប់យើងធ្វើដំណើរឬក៏សម្រាប់លោកបានត្រឹមត្រូវឯងបើសិនជាយើងធ្វើអីតាមស្ថិតិចិត្តនោះពេលដែលកើតមានបញ្ហាអត់មានតែគេមកទទួលខុសត្រូវលើបញ្ហាហ្នឹងគឺនឹងមានការចោទទៅលើគ្នាទៅវិញទៅមកអញ្ចឹងចំពោះជនរងគ្រោះនោះពួកគាត់នឹងអត់ទទួលបានយុត្តិធម៌ឡើយហើយអរគុណបងសម្រាប់ចម្លើយដ៏មានន័យមួយនេះហើយចូលទៅកាន់សំណួរបន្តទៀតខ្ញុំចង់សួរទៅកាន់បងថាតើកម្រិតនៃការចុះបញ្ជីដីធ្លីកម្មសិទ្ធិឯកជននៅកម្ពុជានឹងវាមានលក្ខណៈដូចខ្លះបងអាចជម្រាបបានអត់ហ្នឹងហើយអរគុណលីណាអញ្ចឹងគិតថាសំណួរនោះល្អព្រោះវាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ចំណីផ្លូវដែរអញ្ចឹងកាលណាបើយើងនិយាយពីកម្រិតនៃការចុះបញ្ជីដីធ្លីវិញអញ្ចឹងប៉ុន្តែដីឯកជនហ្នឹងវាយើងនិយាយចំទៅវាសំដៅទៅលើកម្មសិទ្ធិដីរបស់បុគ្គលឬក៏នីតិបុគ្គលដែលគាត់ត្រូវទទួលបានការការពារពីច្បាប់ស្របច្បាប់ត្រឹមត្រូវអញ្ចឹងទៅប៉ុន្តែវាមិនមែនបានន័យថាបុគ្គលដែលគាត់ទទួលបានមិនន័យថាដីដែលបុគ្គលហ្នឹងទទួលបានស្របពីច្បាប់ហ្នឹងគាត់អាចប្រើប្រាស់ដីរបស់គាត់ហ្នឹងក៏ច្បាប់ទេអញ្ចឹងគាត់អាចប្រើប្រាស់ដីនឹងបានមែនតាមប្រើប្រាស់ដីបានកាន់កាប់អាស្រ័យផលអីចឹងទៅសាងសង់លំនៅឋានអីតាមថាចង់បានរបស់គាត់គោលបំណងគាត់ប៉ុន្តែត្រូវចាំថារាល់ការប្រើប្រាស់ដីរបស់គាត់ធ្វើមិនកំឲ្យរំលោភច្បាប់អញ្ចឹងបានន័យថានៅក្នុងនោះគឺមានលក្ខខណ្ឌច្បាប់គាត់មានលក្ខខណ្ឌមួយត្រឹមត្រូវអញ្ចឹងទៅអញ្ចឹងគាត់អាចប្រើប្រាស់បានប៉ុន្តែនៅក្នុងលក្ខខណ្ឌមានដែនកំណត់តែលើពីហ្នឹងដូចលីណាបាននិយាយចឹងឧទាហរណ៍តតពីរីណាគាត់លើកឡើងមកមិញណាបើយើងប្រើប្រាស់ដីហ្នឹងនៅក្នុងអាជីវកម្មរបស់យើងគេមានចំណីផ្លូវហ្នឹងសម្រាប់ឲ្យយើងធ្វើចរាចរណ៍ដើរប្រជាពលរដ្ឋដើរអញ្ចឹងទៅបើយើងរំលោភលើទំហំនៃដីចរាចរណ៍ហ្នឹងអញ្ចឹងប្រកាសថាដូចគាត់លើកឡើងអញ្ចឹងគាត់នឹងគ្នាអ្នកដើរហ្នឹងគាត់អត់មានកន្លែងដើរទេអញ្ចឹងប្រកាសថាគាត់ដើរវាងអញ្ចឹងទៅតែដើរវាងយើងនឹងជួបបញ្ហាវិវាទកើតឡើងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងសរុបមកវិញដីកម្រិតនៃដីឯកជនហ្នឹងបើយើងសម្ដៅទៅដីឯកជនហ្នឹងសម្រាប់បុគ្គលឬក៏នីតិបុគ្គលហ្នឹងទទួលបានការការពារពីច្បាប់អាចប្រើប្រាស់អាស្រ័យផលឬមួយក៏ប្រើប្រាស់ទៅលើតាមគោលបំណងរបស់គាត់ណាមួយប៉ុន្តែរាល់ការប្រើប្រាស់ទាំងអស់ហ្នឹងស្ថិតលើក្រោមដែនកំណត់នៃច្បាប់ឬក៏បទបញ្ញត្តិដែលច្បាប់បានកំណត់ទុកអរគុណបងសម្រាប់ចម្លើយចំពោះចម្លើយបងហ្នឹងគឺពួកខ្ញុំអាចទទួលយកបានតែប៉ុន្តែខ្ញុំនៅមានការចង់ចោទសួរទៅបងបន្តទៀតថាបើសិនជាយើងយកកម្មសិទ្ធិដីធ្លីឯកជនរបស់យើងហ្នឹងរបៀបថាគាត់ទៅធ្វើខុសនឹងច្បាប់អីចឹងតើគាត់អាចឈរនឹងបញ្ហាផ្សេងៗអ្វីខ្លះបងអាចបកស្រាយបានអត់យ៉ាបើយើងសង្កេតទៅលើបុគ្គលហ្នឹងដែលគាត់
បានន័យថាគាត់មានដីកម្មសិទ្ធិឯកជនរបស់គាត់ហើយហើយមានការកាប់ការទទួលស្គាល់ការកាប់ពីរដ្ឋនឹងផងដែរប៉ុន្តែការប្រើប្រាស់ដីរបស់គាត់ខុសពីច្បាប់ហ្នឹងវាអាចនឹងកើតមានហើយទី1បើសិនជាឧទាហរណ៍ជាក់ស្ដែងហ្មងណាស្រួលយល់បើសិនជាគាត់ថាយើងមានដីបើយើងប្រវាយបណ្ណាទៅប្រវត្តិប្រវាយកំពុងអីចឹងទៅបើសិនជាយើងរំលោភអានេះថាទី1រំលោភទៅលើដីអ្នកជិតខាងអញ្ចឹងវាតែបើយើងរំលោភលើដីគេអញ្ចឹងវាកើតមានវិវាទដែរត្រូវអត់ចុះតែយើងអត់បានរំលោភអីយើងអត់មានបំណងទេប៉ុន្តែយើងអត់ដឹងច្បាស់អីចឹងទៅវាអាចនឹងកើតមានវិវាទដែរវិវាទចំនួនគ្នាទៅតែយើងខាងទាមទារការកាន់កាប់ដីនឹងរៀងខ្លួនអីចឹងទៅមួយវិញទៀតដោយការរំលោភលើដីសាធារណៈតាមផ្លូវឬដីប៉ុណ្ណាជារបស់ខ្លួនឯងហើយដីប៉ុណ្ណាជារបស់រដ្ឋអីចឹងទៅដែលបម្រើទៅដល់ប្រជាពលរដ្ឋអីចឹងទៅអញ្ចឹងអានោះក៏កើតមានដែរប៉ុន្តែនេះកើតមានរវាងច្បាប់អញ្ចឹងច្បាប់គាត់នឹងចូលខ្លួនដោះស្រាយតាមនឹងទៅតាមបានន័យថាទៅតាមអ្វីដែលគាត់បានប្រព្រឹត្តអីចឹងទៅអរគុណបងស្រាប់ចម្លើយអាហ្នឹងមានន័យថាដើម្បីជាជំរឿនល្អបំផុតយើងត្រូវតែធ្វើរឿងអីមួយដែលស្ថិតនៅក្រោមច្បាប់ត្រូវអត់បងយាយតាមត្រូវអូខេបងប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងច្បាប់ដូចគ្នាអញ្ចឹងយើងបានដឹងហើយថាមិនថាដីធ្លីកម្មសិទ្ធិឯកជនឬក៏ចំណីការប្រើប្រាស់ចំណីផ្លូវទេបើសិនជាយើងមានការល្មើសនឹងច្បាប់នោះគឺអាហ្នឹងយើងសិតតែជាបញ្ហារបស់យើងដែលត្រូវទទួលខុសត្រូវខ្លួនឯងព្រោះថាយើងអត់បានគោរពទៅតាមបទគោលការណ៍នៃច្បាប់ដែលគាត់បានចែងថាយើងត្រូវមានសិទ្ធិប្រើប្រាស់វាប៉ុណ្ណាអញ្ចឹងណាឥឡូវយើងមកយល់ដឹងពីភាពខុសគ្នានៃតំណែងការចោះដីកម្មសិទ្ធិដីធ្លីឯកជននៅកម្ពុជានិងការប្រើប្រាស់ចំណីផ្លូវថ្នល់ដែលខុសច្បាប់ម្ដងឥឡូវខ្ញុំសូមឲ្យបរិណាក៏ឆ្លើយនៅសំណួរនេះមុនអញ្ចឹងខ្ញុំមានពីរចំណុចនៃការខុសគ្នារវាងផ្លូវថ្នល់និងដីធ្លីអញ្ចឹងចំណុចទី1គឺផ្នែកកម្មសិទ្ធិអញ្ចឹងដីឯកជននិយាយទៅស្ថិតក្រោមសិទ្ធិរបស់បុគ្គលនិងនីតិបុគ្គលដែលមានសិទ្ធិតាមច្បាប់ចំណែកឯចំណែកផ្លូវសាធារណៈវិញមានគោលបំណងបម្រើផលប្រយោជន៍របស់សាធារណៈនិងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋឬក៏អាជ្ញាធរមានសមត្ថកិច្ចតាមស្ថានភាពនិងច្បាប់ដែលពាក់ព័ន្ធហើយចំណុចទី2គឺគោលបំណងនៃការប្រើប្រាស់អញ្ចឹងដីឯកជនអាចប្រើប្រាស់សម្រាប់លំនៅដ្ឋានកសិកម្មអាជីវកម្មឬគោលបំណងសម្រាប់ច្បាប់ផ្សេងៗហើយចំណែកឯផ្លូវសាធារណៈវិញមានគោលបំណងសម្រាប់ផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធនិងដែលបម្រើសាធារណៈអរគុណបងសម្រាប់ចម្លើយយើងបានដឹងហើយថាកម្មសិទ្ធិដីធ្លីឯកជនហ្នឹងគឺយើងប្រើប្រាស់សម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួននេះបានទៅផលប្រយោជន៍សាធារណៈឯប៉ុន្តែចំពោះកម្មសិទ្ធិដីធ្លីសាធារណៈវិញអាហ្នឹងគឺយើងបម្រើនៅផលប្រយោជន៍រួមរបស់ប្រជាជនរបស់យើងទាំងមូលហ្មងចុះបងវិញមានអីបន្ថែមតើតើជាមួយនឹងសំណួរនឹងបន្ថែមទៅអត់បងហ្នឹងហើយចង់បងចង់បន្ថែមទៅលើមួយចំណុចទៀតបើសិនជាក្រៅពីចំណុចដីសិទ្ធក៏ដូចជាចំណុចពីរចំណុចខាងលើហ្នឹងហើយចំណុចមួយទៀតតើតើជាមួយនឹងការសាងសង់ដែលលីណាគាត់បានលើកឡើងពីមុនហ្នឹងហើយអញ្ចឹងតើតើជាមួយការសាងសង់បានន័យថាបើសិនជាដីកម្មសិទ្ធិឯកជនហ្នឹងក៏គាត់មានសិទ្ធិសាងសង់លំនៅឋានក៏ដូចជាការធ្វើអាជីវកម្មទៅលើដីរបស់គាត់ទៅប៉ុន្តែអត់មានសិទ្ធិរំលោភបំពានទៅលើដីសាធារណៈឯងហើយចំពោះចំណុចផ្លូវបានន័យថាចំណុចផ្លូវសាធារណៈវិញបានន័យថាជាដីមួយដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋរួមអញ្ចឹងអត់មានសិទ្ធិក្នុងការសាងសង់ឬក៏ធ្វើអាជីវកម្មអីទៅតាមចិត្តរបស់ខ្លួនទេអញ្ចឹងវាអាចរំលោភច្បាប់បានហើយមួយវិញទៀតតើតើជាមួយនឹងការការពារហើយបើសិនជាសម្ដៅទៅលើការការពារវិញបានន័យថាដីឯកជនហ្នឹងក៏គាត់មានសិទ្ធិការការពារពីរដ្ឋហើយរដ្ឋធ្វើយ៉ាងណាហ្នឹងបង្កើននៅវិធានការក្នុងការការពារក៏ដូចជាគ្រប់គ្រងនៃដីកម្មសិទ្ធិឯកជនហ្នឹងហើយបើយើងមកមើលចំណុចផ្លូវវិញអញ្ចឹងចំណុចផ្លូវគឺមានគោលបំណងក្នុងការការពារផលប្រយោជន៍រួមនិងបម្រើជាផលប្រយោជន៍ដល់សាធារណជនឬការធ្វើដំណើរអីផ្សេងៗហ្នឹងសូមអរគុណបងសម្រាប់ចម្លើយបន្ថែមដើម្បីឲ្យពួកយើងកាន់តែយល់ដូចដែលខ្ញុំបានបញ្យល់មកអញ្ចឹងរបៀបថាខ្ញុំសង្ខេបចម្លើយរបស់ពួកគាត់ទាំងពីរឲ្យថាអាដីឯកជនហ្នឹងគឺយើងមានសិទ្ធិដែរយើងមានសិទ្ធិថាហ្នឹងវាជារបស់យើងដែរប៉ុន្តែយើងត្រូវគ្រប់គ្រងតាមរបៀបថានៅក្នុងអីដែលជាកម្មសិទ្ធិរបស់យើងអាចបំពេញទៅសាធារណៈឯដល់ពេលដែលដីសាធារណៈវាហ្នឹងគឺយើងប្រើប្រាស់សម្រាប់ជាប្រយោជន៍រួមទាំងអស់គ្នាហើយក៏អាចមានបុគ្គលណាមួយគាត់ទៅបំពេញបានឡើយឥឡូវនេះចូលមកដល់សំណួរយើងបន្តទៀតដែលខ្ញុំមានចម្ងល់អំពីការចុះបញ្ជីក្នុងតំណែងដីធ្លីឯកជននិងចំណុចផ្លូវហ្នឹងថាតើវាមានលក្ខណៈខុសគ្នាបែបម៉េចរវាងអាទាំងពីរហ្នឹងតើបងអាចបកស្រាយបានអត់ចំពោះសម្រាប់សំណួរមួយហ្នឹងអញ្ចឹងខ្ញុំមកនិយាយអំពីការកំណត់ព្រំប្រទល់ដីឯកជនហើយនិងចំណុចផ្លូវខ្ញុំនឹងបកស្រាយពីនឹងថាវាមានលក្ខណៈខុសគ្នាមិននៅក្នុងដំណើរការចុះបញ្ជីដីធ្លីហ្នឹងគឺជាការកំណត់រវាងព្រំប្រទល់ក្បាលដីជាដំណាក់កាលសំខាន់ហើយប្រសិនបើដីឯកជនហ្នឹងវាស្ថិតនៅជាប់ផ្លូវត្រូវកំណត់ឲ្យបានច្បាស់ថាផ្នែកណាមួយគឺជាដីឯកជនហើយផ្នែកណាមួយទៀតគឺជាចំណុចផ្លូវឬមួយក៏ដីហ្នឹងត្រូវរក្សាទុកសម្រាប់តែប្រយោជន៍របស់សាធារណៈទេហើយការកំណត់ព្រំប្រទល់ដីហ្នឹងយើងធ្វើឡើងដោយវាស់វែងជាក់ស្ដែងដែលយើងកំណត់ទៅលើឯកសារសុខយោដីឬមួយក៏ព័ត៌មានដែលពាក់ព័ន្ធផ្សេងៗហើយវាមានគោលបំណងការពារកុំឲ្យការចុះបញ្ជីដីធ្លីឯកជនហ្នឹងវារំលោភចូលទៅដល់ដីសាធារណៈឬមួយក៏ចំណុចផ្លូវផ្សេងៗទៀតអាហ្នឹងវាពាក់ព័ន្ធគ្នាចំណុចហ្នឹងវាមានតែប៉ុណ្្នឹងអរគុណបងស្រាវចម្លើយឥឡូវការកំណត់ព្រំប្រទល់រវាងដីធ្លីឯកជននិងចំណុចផ្លូវហ្នឹងអាហ្នឹងប្រៀបដូចជាការកំណត់អំពីប្រវែងដីឬក៏ចំណុចផ្លូវហ្នឹងថាវាបានជាក់លាក់មួយគ្នាហ្មងថារបៀបចំណុចផ្លូវហ្នឹងវាមានប្រវែងណាឯកជនមានប្រវែងណាអាហ្នឹងងាយស្រួលយើងបែងចែកហើយយើងបានយល់ដឹងទាំងអស់គ្នាដោយអត់មានការបំពានទៅលើភាគីដីធ្លីឯកជននិងចំណុចផ្លូវទេហើយឥឡូវបងមានអីបន្ថែមទៀតដល់ចំពោះសំណួរមួយហ្នឹងអូខេ
ចឹងបើសិនជាយើងសម្ដៅទៅលើចំណីផ្លូវហើយនឹងដីឯកជនអញ្ចឹងទីច្រើនបើយើងមើលទៅតាមទីសាធារណៈអញ្ចឹងនៅក្នុងដីឯកជនហើយនៅខាងមុខផ្ទះលំនៅឋានរបស់ម្ចាស់ដីហ្នឹងគឺមានដីសាធារណៈនៅក្នុងហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យមានបញ្ហាណាមួយឬក៏ដើម្បីកំណត់នៅព្រំប្រទល់ឲ្យបានច្បាស់លាស់ថាដីប្រវត្តិណាជាសម្រាប់ដីសាធារណៈហ្នឹងហើយមួយទៀតសម្រាប់ដីឯកជនអញ្ចឹងអាជ្ញាធរហ្នឹងក៏ត្រូវអាជ្ញាធរតែអាជ្ញាធរហ្នឹងក៏ដូចជាច្បាប់នោះត្រូវបានកំណត់ឲ្យបានច្បាស់លាស់អំពីព្រំប្រទល់ហើយនឹងវាស់វែងនៅរដ្ឋប្រវែងទំហំដីឬក៏ក្បាលដីនៃព្រំប្រទល់ដីហ្នឹងប្រវែងណាជាកម្មសិទ្ធិរបស់ម្ចាស់ដីឯកជនហ្នឹងឲ្យបានច្បាស់ហើយនឹងដីទីសាធារណៈឲ្យបានច្បាស់ជៀសវាងការណាម្ចាស់ដីគាត់ប្រាប់ថាដីរបស់គាត់ប៉ុន្តែជួនកាលគាត់អត់ដឹងចឹងទៅអាចលួចឈានទៅដល់ដីសាធារណៈថាបានដែរ ចឹងអាហ្នឹងវាមានន័យថារបៀបបើសិនជាការចោបញ្ជីដីឯកជនដែលនៅជាប់ផ្លូវហ្នឹងมันប្រកាសថាពួកគាត់អាចយកចំណីផ្លូវដែលនៅជាប់ផ្លូវហ្នឹងជាកម្មសិទ្ធិរបស់គាត់ទេត្រូវអត់បងព្រោះអាហ្នឹងវាមានលក្ខណៈបែងចែកគ្នាត្រឹមត្រូវចឹងយើងអាចលុបឡំគ្នាបានទេអរគុណបងសម្រាប់ចម្លើយហើយឥឡូវបងមានអីបន្ថែមពីលើចម្លើយរបស់គាត់ថែមទៀតតើបងអាចបកស្រាយបានដើម្បីឲ្យគ្នាយើងកាន់តែងាយស្រួលយល់ជាងហ្នឹង អាកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់បន្ថែមថានៅពេលដែលអាជ្ញាធរចុះទៅត្រួតពិនិត្យដីហ្នឹងគឺគេត្រូវទី1គឺសង្កេតទៅលើឯកសារយោងដូចជាឯកសារពាក់ព័ន្ធដូចជាសុរិយោដីឬមួយក៏មានផ្នែកណាមួយដែលតាក់ទងដែលថាដីហ្នឹងគឺជាកម្មសិទ្ធិឯកជននិងផ្នែកណាគឺជារបស់ចំណីផ្លូវឬមួយក៏សាធារណៈហ្នឹងកន្លែងចំណុចហ្នឹងមានតែប៉ុណ្្នឹងឯងបង អរគុណបងសម្រាប់ចម្លើយតែខ្ញុំសូមបញ្ជាក់ពីលើនឹងតិចថាបើសិនជាមានការពារប្រយោជន៍ការការពារផលប្រយោជន៍សាធារណៈចំពោះចំណុចផ្លូវហ្នឹងគឺវាមានគុណសម្បត្តិច្រើនមែនតើព្រោះថាផ្លូវសាធារណៈហ្នឹងគេប្រើសម្រាប់ផលប្រយោជន៍រួមឯតែអត់មានបកគលណាមួយគាត់អាចគិតថាហ្នឹងគឺជារបស់គាត់ផ្ទាល់ខ្លួនទេព្រោះហ្នឹងគឺគេបង្កើតមកសម្រាប់ប្រជាជនទាំងមូលនៅក្នុងសង្គមមួយប្រទេសមួយហ្មងដូច្នេះយើងអត់អាចប្រើសិទ្ធិយើងធំមួយឬក៏រំលោភលើវាបានទេហើយឥឡូវយើងចង់ដឹងកាន់តែច្បាស់ទៀតតើបងមានអីបន្ថែមពីលើចំណុចរបស់គាត់អត់ Yes ហ្នឹងហើយលីនថាខ្ញុំមានបន្ថែមបន្តិចដូចកមិញរ៉ាណាក៏បានបញ្ជាក់អំពីការតែចោះដីចោះដីជាមួយនឹងសុរិយាដីអញ្ចឹងសុរិយាដីគឺជាផ្នែកមួយសំខាន់ដើម្បីបញ្ចេញថាដីហ្នឹងគឺជាដីរបស់បុគ្គលណាជាកម្មសិទ្ធិរបស់អ្នកណាហើយចេញមកយើងមានឯកសារមានអីត្រឹមត្រូវចេញពីសុរិយាដីហ្នឹងហ្នឹងហើយនេះជាផ្នែកមួយសំខាន់ហើយបើសិនជាមួយទៀតបើយើងកន្លែងមកថាបើសិនជាបញ្ហាតាក់ទងជាមួយនឹងវិវាទកាត់ឡើងអញ្ចឹងបើសិនយើងផ្ដោតសំខាន់ទៅលើវិវាទជួនកាលវាអាចកាត់ឡើងអំពីម្ចាស់ដីហ្នឹងហើយតាក់ទងជាមួយនឹងព្រំប្រទល់ជាមួយអ្នកជិតខាងជួនកាលវាអាចតាក់ទងជាមួយនឹងការវិវាទជាមួយវិវាទរំលោភបំពានទៅលើដីឯកជនហ្នឹងហើយសាធារណៈហ្នឹងដីហ្នឹងហើយហ្នឹងអញ្ចឹងដើម្បីជៀសវាងដូចដើម្បីជៀសវាងការវិវាទនឹងកាត់ឡើងចុះបើសិនមិនន័យថាមិនមែនត្រឹមតែជៀសវាងទេចុះបើយើងមានករណីវិវាទនឹងកាត់ឡើងថាយើងធ្វើម៉េចអញ្ចឹងដើម្បីការពារក៏ដូចជាទប់ស្កាត់នៅវិវាទហ្នឹងជាហេតុគេតម្រូវឲ្យយើងទៅមានការចុះបញ្ជីជាមួយនឹងសុរិយាដីដោយអារ៉ាណាក៏បានលើកឡើងអញ្ចឹងមានបញ្ជាក់ពីសិទ្ធិរបស់ម្ចាស់ដីហ្នឹងថាបែរណាវិទៀតគេចេញប្លង់អីត្រឹមត្រូវអញ្ចឹងទៅអញ្ចឹងតែជាហេតុមួយដែលមានការទទួលស្គាល់ក៏ដូចជាទទួលការការពារពីច្បាប់បានត្រឹមត្រូវប៉ុន្តែមិនបានន័យថាយើងជាម្ចាស់ដីហ្នឹងហើយយើងអាចធ្វើអីស្រេចចិត្តបានហើយយើងទៅបង្កជាផលប៉ះពាល់ដល់សាធារណជនដល់អ្នកជិតខាងដល់អ្នកដទៃឲ្យបានទេអរគុណបងមែនតើដែលបានលើកឡើងអំពីវិវាទនៃចំណីផ្លូវជាមួយនឹងដីធ្លីព្រោះហ្នឹងវាមានភាពចាំបាច់ហ្មងសម្រាប់យើងរស់នៅថាយើងរស់នៅដោយមិនចាំបាច់មានវិវាទអីដូច្នេះគាត់បានប្រាប់គ្រឿងសំខាន់ៗហើយដើម្បីជៀសផុតពីវិវាទទាំងអស់ហ្នឹងហើយសង្ឃឹមថាយើងនឹងយកចម្លើយរបស់គាត់ហ្នឹងទៅអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃយើងដើម្បីកុំឲ្យមានចំនួនឬក៏ជួបបញ្ហាផ្សេងៗដែលតាក់ទងជាមួយនឹងដីធ្លីហើយចំណីផ្លូវឥឡូវយើងបានយល់អស់ហើយអំពីប្រមាណចំណុចហ្នឹងដែលគាត់បានរៀបរាប់ឥឡូវខ្ញុំចង់ផ្ដោតសំខាន់ទៅលើចំណុចមួយទៀតដែលចង់ឲ្យគាត់នឹងរៀបរាប់អំពីសារៈសំខាន់នៃការចុះបញ្ជីឲ្យបានត្រឹមត្រូវថាហ្នឹងវាមានសារៈសំខាន់បែបណាខ្លះអូខេខ្ញុំនឹងរៀបរាប់អំពីចំណុចសំខាន់នៃការចុះបញ្ជីឲ្យបានត្រឹមត្រូវតែចំណុចហ្នឹងយើងបានន័យថាការចុះបញ្ជីបានត្រឹមត្រូវហ្នឹងគឺតម្រូវយើងមានការកំណត់ឬមួយក៏ចុះបញ្ជីព្រំប្រទល់ដីឯកជនហ្នឹងឲ្យបានត្រឹមត្រូវដោយសារតែវាមានសារៈសំខាន់នៅក្នុងការធានាសុវត្ថិភាពនៃកម្មសិទ្ធិឯកជនរបស់យើងនិងផលប្រយោជន៍ការពាររបស់ផ្នែកសាធារណៈផងដែរដោយសារតែអាហ្នឹងយើងធ្វើអាហ្នឹងទៅវាចំណេញបានទាំងពីរទី1ចំណេញរបស់យើងការពារឯកជនរបស់យើងទី2ផ្លូវសាធារណៈរបស់គេដែរដល់ពេលចូលដល់ចំណុចបន្ទាប់ទៀតគឺវាអាចជួយកាត់បន្ថយនឹងការរំលោភចូលចំណីផ្លូវរបស់គេដោយកន្លែងហ្នឹងបើសិនជាយើងរំលោភចូលដីរបស់គេទៅអាហ្នឹងតែវាមានរឿងវែងឆ្ងាយដោយសារតែគុំតែមានអាជ្ញាធរអីគេមកចុះវាស់វែងធ្វើផ្លូវអីវាអាហ្នឹងវាបង្កផលពិបាកដល់យើងវិញអញ្ចឹងយើងគួរតែចូលរួមគ្រប់វិធានការគេហ្នឹងទៅវាស្រួលទាំងអស់គ្នាហើយការកសាងដោយខុសទីតាំងនឹងវិវាទរវាងម្ចាស់ដីនិងអាជ្ញាធរអាករណីហ្នឹងបានន័យថាម្ចាស់ដីហ្នឹងអត់ដឹងថាមានដីដាក់ដឹងថាព្រំប្រទល់ដីខ្លួនឯងហ្នឹងពីបែបណាទៅណាទេហើយដល់ពេលឲ្យធ្វើទៅរំលោភបំពានចូលដល់ចំណីផ្លូវរបស់គេអញ្ចឹងករណីហ្នឹងមានខាងអាជ្ញាធរឬមួយក៏អ្នកវិជាការពារអីផ្សេងៗហ្នឹងគេចុះមកណែនាំឲ្យរុះរើអីចេញអញ្ចឹងគឺកន្លែងហ្នឹងវាប៉ះពាល់ដល់យើងទាំងសងខាងអញ្ចឹងមិនគេអនុវត្តអាហ្នឹងទៅឲ្យយើងអនុវត្តអាហ្នឹងឲ្យយើង
ទទួលអនុវត្តមកឲ្យយើងងាយស្រួលទាំងអស់គ្នាកន្លែងចំណុចហ្នឹងវាមានប៉ុណ្ណឹង សម្រាប់បងវិញមានអីបន្ថែមពីលើចំណុចសំខាន់របស់ការចុះបញ្ជីនឹងឬអត់បង ដូចអត់មានទេឃើញតាណាគាត់និយាយបានល្អហើយជាផ្នែកមួយការពារផលប្រយោជន៍ទាំងយើងហើយនឹងទាំងសាធារណជនព្រោះដីសាធារណៈគាត់បង្កើតឡើងមកមិនមែនសម្រាប់តែយើងជាកម្មសិទ្ធិឯកជនទេពាក្យថាកម្មសិទ្ធិឯកជនរបស់តែបុគ្គលរបស់ណាហ្នឹងហើយព្រោះសាធារណៈបានន័យថាណាគេក៏អាចប្រើប្រាស់បានដែរអញ្ចឹងបើយើងរំលោភចុះបានអ្នកណាគេចុះគេអ្នកផ្សេងទៀតគាត់បានអីប្រើប្រាស់ តែម្នាក់ឯងចាំតែផ្សេងទៀតពួកគាត់នឹងអត់ទៅណាបង យ៉ាហ្នឹងហើយ អរគុណបងមែនតើបានរៀបរាប់ពីសារៈសំខាន់នៃការចុះបញ្ជីដីធ្លីអាហ្នឹងវិញគឺពិតជាមានសារៈសំខាន់មែនតើដូចតែគាត់បានរៀបរាប់ខាងលើដូចចឹងថាបើសិនជាមានការចុះបញ្ជីត្រឹមត្រូវអីចឹងអត់មានណាគេហ៊ានមកញញជាមួយនឹងច្បាប់ដែលគាត់បានអនុវត្តឬក៏គាត់បានកំណត់ថាយើងត្រូវមានអីចឹងណាហើយឥឡូវខ្ញុំក៏សូមស្រមកវិញនៅចំណាយរបស់ពួកគាត់ទាំងអស់ថាការចុះបញ្ជីដីធ្លីឯកជននឹងត្រូវមានការកំណត់ភូមិបន្ទោទី1ហ្នឹងគឺឲ្យដឹងថាដីយើងមានប្រវែងណាយើងត្រូវកំណត់ទំហំប្រវែងរបស់វាអីឲ្យត្រឹមត្រូវជាក់លាក់ហ្មងហើយដើម្បីឲ្យការចុះបញ្ជីនឹងធានាថាវាមានសិទ្ធិនៅក្នុងប្រើប្រាស់ដីដែលជាកម្មសិទ្ធិរបស់ខ្លួននិងការការពារខណៈដែរចំណុចផ្លូវហ្នឹងក៏អាចមានគោលបំណងសម្រាប់ប្រយោជន៍សាធារណៈដែរដែលយើងអាចយកចំណុចផ្លូវហ្នឹងរបៀបថាយើងគ្រាន់តែអាចធ្វើដំណើរឬក៏ធ្វើអីដែលនៅក្រោមច្បាប់ហើយយើងអាចធ្វើអីដែលល្មើសនឹងច្បាប់បានឡើយឥឡូវនេះចំណុចហ្នឹងក៏បានឈានចូលដល់បន្ទាប់យើងក៏មានសំណួរចោទសួរទៅកាន់មនិស្សិតផ្សេងទៀតផងដែរដើម្បីឲ្យពួកគាត់មកបន្ថែមនៅចំណុចខ្វះខាតនៅក្នុងប្រធានបទរបស់យើងឥឡូវនេះខ្ញុំក៏មានមិត្តនិស្សិតម្នាក់ទៀតផងដែរដើម្បីឲ្យគាត់ចូលរួមមកឆ្លើយសំណួររបស់យើងនៅថ្ងៃហ្នឹងតែសំណួររបស់ខ្ញុំថ្ងៃហ្នឹងគឺចង់សួរគាត់បន្ថែមអំពីតើច្បាប់ហ្នឹងគាត់មានវិធានការបែបណាខ្លះដើម្បីមានការតាក់ទងជាមួយនឹងកម្មសិទ្ធិដីធ្លីឯកជនជាមួយនឹងចំណុចផ្លូវនៅរាជធានីភ្នំពេញ អរគុណច្រើនលីណាសម្រាប់សំណួរចំពោះវិធានការច្បាប់អំពីការប្រើប្រាស់ចំណុចផ្លូវថ្នល់ដោយខុសច្បាប់ហ្នឹងគឺមានគោលបំណងនៅក្នុងការគ្រប់គ្រងការប្រើប្រាស់ផ្លូវសាធារណៈឲ្យបានសមស្របតាមច្បាប់និងទប់ស្កាត់សកម្មភាពផ្សេងៗដែលបង្កការរំខានដល់ការធ្វើចរាចរណ៍សម្រាប់ផ្លូវសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មូលដ្ឋានច្បាប់សំខាន់គឺច្បាប់ស្តីអំពីផ្លូវថ្នល់នៅក្នុងឆ្នាំ2014ដែលបានកំណត់អំពីការគ្រប់គ្រងការអភិវឌ្ឍនិងការប្រើប្រាស់ផ្លូវថ្នល់រួមទាំងផ្លូវរាជធានីភ្នំពេញផ្លូវទីក្រុងនិងផ្លូវនៅតាមទីជនបទផ្សេងៗតាមមាត្រាទី28នៃច្បាប់ស្តីអំពីផ្លូវថ្នល់ការយកចំណីផ្លូវឬក៏ផ្លូវថ្មើរជើងទៅប្រើប្រាស់សម្រាប់គោលបំណងផ្សេងត្រូវដាក់សំណើសុំការអនុញ្ញាតទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិនិងភ្ជាប់គម្រោងការពារសុវត្ថិភាពចរាចរណ៍ដូច្នេះការយកចំណីផ្លូវទៅប្រើប្រាស់ដោយខ្លួនឯងដោយគ្មានការអនុញ្ញាតនិងមិនអនុវត្តតាមនីតិវិធីច្បាប់និងការចាត់ទុកថាជាការប្រើប្រាស់ស្របច្បាប់បានឡើយមិនអាចចាត់ទុកថាជាការប្រើប្រាស់ស្របច្បាប់បានឡើយវិធានការច្បាប់ក៏បានហាមឃាត់សកម្មភាពដែលធ្វើឲ្យផ្លូវបាត់បង់នៅមុខងារសាធារណៈឬក៏រាំងស្ទះដល់ការធ្វើចរាចរណ៍ដូចជាការចតនៅយានយន្តមិនត្រឹមត្រូវការសាងសង់នៅរបាឬក៏វត្ថុដែលរារាំងនៅលើផ្លូវការដាក់សម្ភារៈនិងការសាងសង់សំណង់ចូលទៅក្នុងចំណីផ្លូវដែលគ្មានការអនុញ្ញាតការយកចំណីផ្លូវទៅប្រើប្រាស់សម្រាប់ភាពឯកជនភាពឬក៏ពាណិជ្ជកម្មក៏ត្រូវមានការអនុញ្ញាតនិងគោរពលក្ខខណ្ឌសុវត្ថិភាពចរាចរណ៍ដែលច្បាប់បានកំណត់ជាមួយគ្នានេះដែរការសាងសង់ឬក៏ការកែប្រែនៅសំណង់និងការរៀបចំដែនដីដើម្បីការពារទ្រព្យសម្បត្តិសាធារណៈនឹងធានាថាការអភិវឌ្ឍសំណង់មិនប៉ះពាល់ទៅដល់ប្រព័ន្ធផ្លូវថ្នល់ជាសរុបមកវិញការប្រើប្រាស់ចំណីផ្លូវសម្រាប់គោលបំណងផ្សេងៗដូចជាការធ្វើសកម្មភាពពាណិជ្ជកម្មការដាក់នៅសម្ភារៈការចតយានយន្តឬក៏ការសាងសង់ត្រូវមានមូលដ្ឋានអនុញ្ញាតនិងមានការអនុវត្តតាមច្បាប់ឲ្យបានត្រឹមត្រូវនិងជួយការពារផ្លូវថ្នល់ជាទ្រព្យសម្បត្តិសាធារណៈកាត់បន្ថយការកាន់កាប់ចំណីផ្លូវដោយខុសច្បាប់និងធានាឲ្យបានថាការប្រើប្រាស់ផ្លូវថ្នល់នៅរាជធានីភ្នំពេញគឺមានសណ្ដាប់ធ្នាប់មានសុវត្ថិភាពនិងប្រសិទ្ធភាពអរគុណស៊ីណូសម្រាប់ចម្លើយឥឡូវយើងបានដឹងហើយថាការច្បាប់ហ្នឹងគាត់មានវិធានការបែបណាដែលតាក់ទងជាមួយនឹងចំណុចផ្លូវឥឡូវយើងមកប្រវែងអារម្មណ៍ដឹងអំពីតើវិធានការច្បាប់ដែលតាក់ទងជាមួយនឹងការដីធ្លីកម្មសិទ្ធិឯកជនហ្នឹងវាមានបែបមិនផងអាចបកស្រាយបានអត់ចំពោះចំណុចមួយហ្នឹងអូខេអញ្ចឹងបើយើងសម្ដៅទៅលើចំណីផ្លូវវិញចំណុចចំណីផ្លូវដីកម្មសិទ្ធិដីឯកជនដីកម្មសិទ្ធិឯកជនវិញវាអត់ខុសអីពីចំណុចផ្លូវអីប្រហែលទេអញ្ចឹងចំណុចទី1សំខាន់ជាងគេគឺផ្ដោតសំខាន់ទៅលើការចាត់វិធានការដើម្បីកំណត់នៅព្រំប្រទល់ឲ្យបានច្បាស់លាស់អញ្ចឹងអ្វីដែលយើងត្រូវផ្ដោតសំខាន់មុនគេហ្នឹងគឺរដ្ឋគឺត្រូវតែកំណត់ថាប្រវែងដីទំហំព្រំប្រទល់ប្រវែងណាដែលជារបស់កម្មសិទ្ធិឯកជនហើយប្រវែងណាដែលជារបស់ដីសាធារណៈជៀសវាងការកើតមាននៅបញ្ហាឬក៏វិវាទកើតឡើងដោយការភ័ន្តច្រឡំឬក៏មិនច្បាស់លាស់ណាមួយអញ្ចឹងចំពោះវិធានការទី2គឺការចុះបញ្ជីដីធ្លីនឹងឲ្យបានត្រឹមត្រូវអញ្ចឹងផ្នែកសំខាន់មួយនេះក៏ជាផ្នែកមួយសំខាន់ដែរដែលសុរិយាដីផ្នែក
ផ្ដោតសំខាន់ទៅលើរដ្ឋផ្នែកសុរិយាដីដែលពង្រឹងក៏ដូចជាផ្សព្វផ្សាយបានច្បាស់លាស់ថាក្នុងការកំណត់នៅក៏ដូចជាគេហៅថាផ្ដល់ជាឯកសារមួយច្បាស់លាស់ដើម្បីបញ្ជាក់ថាដីប្រវែងនេះទំហំនេះក៏ដូចជាមានព្រំប្រទល់ប្រវែងណាចឹងទៅជាប់នឹងផ្នែកណាជាមួយនឹងដីសាធារណៈខ្លះផ្នែកណាជាមួយនឹងអ្នកជិតខាងខ្លះដើម្បីការកាត់មានបញ្ហាដូចខាងលើផងដែរហើយចំពោះវិធានការបន្ទាប់នេះគឺជាការការពារកម្មសិទ្ធិឯកជនអញ្ចឹងរដ្ឋត្រូវតែទទួលស្គាល់ក៏ដូចជាទទួលផ្ដល់នៅការការពារទៅដល់ម្ចាស់ដីដែលជាហ្នឹងហើយដែលជាម្ចាស់កម្មសិទ្ធិហ្នឹងក្នុងការឲ្យគាត់ទទួលបាននៅផ្នែកសុខភាពខាងការគ្រប់គ្រងក៏ដូចជាប្រើប្រាស់ដីរបស់គាត់ទៅតាមគោលបំណងផ្សេងៗហើយក៏បញ្ជាក់ច្បាស់ដែរថាគោលបំណងដែលគាត់អាចប្រើប្រាស់បានហ្នឹងមានអីគេខ្លះចឹងទៅហ្នឹងហើយអញ្ចឹងជួនកាលម្ចាស់ដីខ្លះគាត់អាចដឹងបានទេថាគាត់អាចគិតថាដីនេះជាកម្មសិទ្ធិរបស់គាត់ចឹងគាត់អាចប្រើប្រាស់អីក៏បានដែរអញ្ចឹងជួនកាលគាត់អាចប្រើប្រាស់ហួសពីព្រំដែនដែលច្បាប់កំណត់ហើយចំពោះវិធានការបន្ទាប់ហ្នឹងគឺវិធានការការពារចំណីផ្លូវសាធារណៈអញ្ចឹងមួយផងដែរអញ្ចឹងរដ្ឋត្រូវតែទទួលតាមដានក៏ដូចជាមើលការខុសត្រូវទៅលើដីសាធារណៈជៀសវាងជួនកាលម្ចាស់ដីហ្នឹងគាត់អាចមានចេតនាក្នុងការហ្នឹងហើយទៅដោយលីណានិយាយអញ្ចឹងគឺជួនកាលគាត់អត់មានអចេតនាក្នុងការទៅប៉ះពាល់ក៏ដូចជារំលោភទៅលើដីសាធារណៈហ្នឹងឯងអញ្ចឹងដើម្បីជៀសវាងការកើតមាននៅបញ្ហាផ្សេងៗអញ្ចឹងរដ្ឋត្រូវតែមានការណែនាំក៏ដូចជាការតាមដានក៏ដូចជាណែនាំតាមដានទៅលើបញ្ហាហ្នឹងជាចម្បងផងដែរហើយបញ្ហាវិធានការបន្ទាប់ទៀតគឺការទប់ស្កាត់ការរំលោភដីជួនកាលយើងអាចដឹងបានទៅលើបញ្ហាមួយហ្នឹងអញ្ចឹងការផ្នែកការទប់ស្កាត់ការរំលោភដីហ្នឹងគឺជាផ្នែកមួយដ៏សំខាន់ជួនកាលអាចនឹងរំលោភដីសាធារណៈដូចខ្ញុំបានលើកឡើងខាងលើហ្នឹងជួនកាលរំលោភអ្នកជិតខាងអីក៏ថាបានជួនកាលអ្នកជិតខាងរំលោភយើងក៏ថាបានដែរអញ្ចឹងយើងអាចមើលឃើញទេអញ្ចឹងវាអាចនឹងកើតមានវិវាទដូចជាបញ្ហាណាមួយដែលយើងមិនអាចទឹកស្មានដល់អញ្ចឹងទៅហើយចំពោះចុងក្រោយគេគឺវិធានការក្នុងការដោះស្រាយវិវាទអញ្ចឹងបញ្ហាខាងលើដែលជាវិធានការខាងលើក្នុងការទប់ស្រាយវិវាទហ្នឹងហើយអញ្ចឹងបើសិនជាមានបញ្ហាវិវាទណាកើតឡើងអញ្ចឹងគាត់ហ្នឹងគឺជាផ្នែកមួយក្នុងការចូលរួមជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទនឹងកើតឡើងហើយមួយវិញទៀតពង្រឹងនៅវិធានការទាំងអស់ហ្នឹងឲ្យបានត្រឹមត្រូវនិងមានតម្លាភាពដោយយុត្តិធម៌ផងដែរហើយចំពោះវិធានការចុងក្រោយក្រៅពីការវិធានការពង្រឹងទាំងអស់ហ្នឹងគឺរដ្ឋគឺមិនអាចខ្វះបានទៅលើវិធានការក្នុងការផ្សព្វផ្សាយនិងការអប់រំប្រជាពលរដ្ឋជាងការវិវាទទាំងអស់នោះដូចខ្ញុំបានលើកឡើងចឹងជួនកាលគាត់អត់មានអចេតនាទេដោយសារតែផ្នែកចំណេះដឹងក៏ដូចជាការយល់ដឹងរបស់គាត់អត់ទាន់បានដឹងគ្រប់ជ្រុងជ្រោយចឹងទៅអញ្ចឹងដែលជាហេតុធ្វើឲ្យកើតមានវិវាទទាំងអស់ហ្នឹងអញ្ចឹងរដ្ឋត្រូវមានទូនាទីក្នុងការផ្សព្វផ្សាយក៏ដូចជាជនប្រជាពលរដ្ឋឲ្យបានយល់ដឹងឲ្យបានច្បាស់អំពីការចុះបញ្ជីដីធ្លីកម្មសិទ្ធិឯកជនរវាងនឹងដីសាធារណៈហ្នឹងហើយចុងក្រោយគេគឺលើវិធានការក្នុងការធានាតម្លាភាពក្នុងការអនុវត្តច្បាប់យ៉ាងអញ្ចឹងអត់ខុសអីពីខាងលើអញ្ចឹងច្បាប់ក្នុងការធ្វើយ៉ាងណាដើម្បីធានាបានថាមានតម្លាភាពរវាងដីកម្មសិទ្ធិឯកជនជាមួយនឹងដីសាធារណៈជាពិសេសដីកម្មសិទ្ធិឯកជនជាមួយនឹងដីកម្មសិទ្ធិឯកជនរវាងគ្នានឹងគ្នានឹងពាក្យច្រើនចំនួនអាចកាត់ឡើងដោយសារតែព្រំប្រទល់រវាងអ្នកជិតខាងនឹងដែរបើយើងមិនរំលោភគេរំលោភយើងហ្នឹងហើយអញ្ចឹងត្រូវតែរដ្ឋហ្នឹងត្រូវធ្វើយ៉ាងណាអនុវត្តច្បាប់ហ្នឹងពង្រឹងក៏ដូចជាការការពារកម្មសិទ្ធិម្ចាស់ដីហ្នឹងឲ្យបានត្រឹមត្រូវនិងមានស្របទៅតាមច្បាប់ហ្នឹងហើយស្របទៅតាមច្បាប់ដែលគាត់បានកំណត់អញ្ចឹងទៅចំពោះខ្ញុំមានប៉ុណ្ណាអរគុណបងមែនតើសូមប្រាប់យ៉ាងក្បោះក្បាយឲ្យគាត់ប្រយោជន៍បានលម្អិតអស់ហើយចង់ខ្ញុំក៏អត់មានអីបន្ថែមទៅលើចំណុចរបស់គាត់ដែរព្រោះគាត់ថាវាប្រាប់តាំងពីមានវិវាទរបៀបថាមានបញ្ហាផ្សេងៗដែលគាត់និយាយមកគឺចំគោលដៅហ្មងអញ្ចឹងខ្ញុំអត់មានអីបន្ថែមលើចំណុចរបស់គាត់ទេសូមប្រាប់នោះមានអីបន្ថែមទៅលើចំណុចរបស់បងនេះបន្តិចទៀតដើម្បីឲ្យអ្នកស្ដាប់របស់យើងគាត់កាន់តែចូលជាមួយនឹង topic របស់យើងថែមណាសម្រាប់ចម្លើយបងនេះគឺគាត់បាននិយាយមកក្បោះក្បាយដូចបងបានបញ្ជាក់អញ្ចឹងក៏ខ្ញុំស្របទៅតាមចម្លើយរបស់បងនេះដែរព្រោះខ្ញុំអត់មានអីត្រូវបន្ថែមតទៅមុខទៀតទេប្រធានបទយើងថ្ងៃហ្នឹងគឺមានការរៀបរាប់ច្រើនខ្លាំងមែនទែនតាំងពីវគ្គមុនដំបូងរហូតដល់វគ្គបញ្ចប់ហើយមុននឹងឈានទៅដល់ការបិទកម្មវិធីនេះពួកយើងក៏សូមអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានចំណាយពេលស្ដាប់ជាមួយនឹងវីដេអូដែលយើងបានដេញដោលភាសាគ្នានៅថ្ងៃហ្នឹងហើយសង្ឃឹមថាចំណុចរបស់យើងទាំងអស់គ្នាហ្នឹងនឹងអាចជាបទពិសោធន៍ចែករំលែកល្អៗដល់អ្នកទាំងអស់គ្នាយើងអាចអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃហើយយើងត្រូវដឹងថាដីសាធារណៈជាមួយនឹងដីកម្មសិទ្ធិឯកជនហ្នឹងគឺវាមានភាពខុសគ្នាអញ្ចឹងយើងអាចយកវាមកលោកឡើងគ្នាបានទេចំពោះចំណុចផ្លូវឬក៏ដីសាធារណៈហ្នឹងគឺជាផលប្រយោជន៍រួមតែបើចំណុចផ្លូវតែបើដីកម្មសិទ្ធិឯកជនហ្នឹងគឺជារបស់បុគ្គលហើយកម្មវិធីយើងថ្ងៃហ្នឹងក៏ឈានដល់ទីបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតបាយបាយ